មកកំពុងសាមរដងបើមិនទៅលេងឆ្នេរទេក៏ទៅលេងលើកោះលើអីដែរតែមកលើកនេះប្លែកដោយសារតែមកលេងនៅផ្សារលើម្ដងនិយាយរួមទៅខ្ញុំទៅកំពង់សាមលើកនេះអត់មានបំណងចង់ទៅលេងកោះលេងទឹកសមុទ្រអីទេគ្រាន់តែចង់ទៅសម្រាកលំហែអីខ្លះចឹងណាមួយនឹកចែផងអញ្ចឹងគឺទៅលេងគាត់ហ្មងនិយាយរួមទៅផ្សារលើនេះធំណាស់អ្នកនរគ្នាហើយមានកន្លែងគេធ្វើម្ហូបអីស្រាប់ពេលដើរផ្សារក្តៅអីចឹងបានតែតិចនេះនិយាយពីថាញ៉ាំហើយឡើងតិចចិត្តដល់ឆ្លៀតពេលគេកំពុងតែធ្វើម្ហូបពួកខ្ញុំក៏មកញ៉ាំមីកូកនេះប៉ុន្តែស្ដាយខ្លាំងដែលគាត់អស់គៀវហើយតំណងខ្លាំងមែនតើមកដល់គ្នាអញ្ចឹងបងប្អូនគ្នាបានមកលេងនៅផ្សារលើអីកុំភ្លេចចូលញ៉ាំមីកូកកន្លែងគាត់នេះនិយាយទៅគឺតំណងខ្លាំងមែនតើហ្មងហើយទឹកជ្រលក់គេវិញនិយាយពីថាជូរអែមខ្ញុំចូលចិត្តខ្លាំងមែនតើគេមានទឹកស៊ុបមានអីឲ្យមួយសែតអញ្ចឹងបន្ទាប់ពីញ៉ាំអីហើយពួកខ្ញុំក៏នាំគ្នាទៅកន្លែងធ្វើម្ហូបវិញប៉ុន្តែអ្នកនរគ្នាទៅដល់ហ្នឹងគឺគាត់ទៅតែឆាបានមួយមុខទេហើយនេះអានេះមកនេះគឺពួកខ្ញុំយកឆាពងទាប្រៃអ៊ូឆ្ងាញ់ខ្លាំងមែនតើហ្មងហើយមានបកាមានអីហ្នឹងពួកខ្ញុំធ្វើបកាបំពងខ្ទឹមសហើយជាមួយនឹងអាខ្យងប៉ារ៉ានេះយើងអបអំបិលម្ទេសនេះបកាបំពងខ្ទឹមសនិយាយទៅអត់បានថតនៅនោះអញ្ចឹងមានតែហែកមកថងថតយកបដ ாய் អញ្ចឹងបន្ទាប់ពីដេញហើយពួកយើងក៏នាំគ្នាត្រឡប់ទៅផ្ទះវិញចាំដល់ល្ងាចចាំទៅអង្គុយនៅមាត់ឆ្នេរ